សូមស្វាគមន៍មកកាន់នីតិកសិកម្មចិញ្ចឹមពោះបាទថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលនិយាយពីការចិញ្ចឹមមាន់ស្រែដោយវិធីសាស្ត្រជំនាញការចិញ្ចឹមមាន់ស្រែជាវិធីសាស្ត្រចិញ្ចឹមមាន់ដោយសេរីនៅតាមទីជនបទដែលមាន់អាចចេញរកចំណីអាហារបានដោយខ្លួនឯងវាជាការចិញ្ចឹមដែលមានវិជ្ជាជីវៈខ្លះក្នុងការចិញ្ចឹមបាទហើយថ្ងៃនេះគឺយើងនឹងអនុវត្តឲ្យបានល្អនិងរីកចម្រើនដើម្បីទទួលបាននៅចំណូលខ្ពស់ចង់ពង្រឹងពីការចិញ្ចឹមមាន់ស្រែដោយវិធីសាស្ត្រជំនាញបាទទី1ជ្រើសរើសពូជមាន់ល្អការជ្រើសរើសពូជមាន់ជាដំណាក់កាលដំបូងសំខាន់បំផុតមាន់ស្រែមានពូជច្រើនប្រភេទតែមាន់ដែលមានលក្ខណៈល្អក្នុងការចិញ្ចឹមរួមមានមាន់ដែលមានសុខភាពល្អមិនខ្សោយពងមានទម្ងន់ល្អទប់ស្កាត់ជំងឺបានល្អលូតលាស់បានលឿននិងផ្ដល់សាច់ច្រើនទី2ការរៀបចំកន្លែងចិញ្ចឹមការសាងសង់ទ្រុងចិញ្ចឹមមាន់គឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យទ្រុងនឹងមានសភាពស្ងួតឬមានស្រះទឹកនៅក្បែរបរិស្ថាននៃការចិញ្ចឹមមាន់ដើម្បីឲ្យមាន់នឹងលូតលាស់បានល្អកុំឲ្យអាកាសធាតុនៅក្នុងទ្រុងគឺអាប់អួរខ្លាំងពេកព្រោះវាអាចនាំឲ្យមាន់នឹងឈឺឬមួយក៏ងាប់មានកន្លែងជ្រកភ្លៀងដើម្បីបង្ការមាន់ឈឺដោយសារអាកាសធាតុកន្លែងចិញ្ចឹមគឺអាចចេញរកចំណីអាហារដោយខ្លួនឯងបានទី3អាហារសម្រាប់មាន់ស្រែមាន់ស្រែប្រើអាហារដែលរកបានដោយធម្មជាតិបាទប៉ុន្តែគួរផ្ដល់អាហារជំនួយដើម្បីឲ្យមាន់នឹងលូតលាស់បានល្អអាហារសំខាន់សម្រាប់មាន់ស្រូវនិងបាយជាប្រភេទអាហារដែលផ្ដល់នូវកាបូអ៊ីដ្រាតសណ្តែកសៀងសណ្តែកបាយសណ្តែកគ្រប់ប្រភេទគឺផ្ដល់ជាតិប្រូតេអ៊ីនសម្រាប់ការលូតលាស់សាច់របស់មាន់ត្រសក់ឬក៏បន្លែផ្លែឈើផ្សេងគឺជួយផ្ដល់សារធាតុចិញ្ចឹមឬយើងហៅថាវីតាមីនពពួកអាហារសត្វល្អិតឬក៏ខ្យងខ្ចៅជួយដល់ឆ្អឹងហើយនឹងសម្បកសុទ្ធធ្វើឲ្យសុទ្ធមាន់នឹងរឹងពពួកបន្លែដែលយើងគួរដាំដើម្បីជាចំណីបន្ថែមសម្រាប់មាន់ដែរដូចជាស្លឹកកន្ធុំថេតស្លឹកងប់ស្លឹកបាសស្លឹកដំឡូងឈើស្លឹកបន្លែផ្សេងទៀតដែលអាចដាំឬក៏ដុះដោយខ្លួនឯងនៅក្នុងភូមិឋានរបស់បងប្អូនទាំងអស់គ្នាដើម្បីជួយធ្វើឲ្យមាន់នឹងមានសម្បុរភ្លឺរលោងល្អសាច់ពណ៌រមៀតបាទអាហារមិនគួរផ្ដល់ឲ្យមាន់ដូចជាអាហារចាស់ជ្រុលឬមួយក៏រលួយអាហារដែលផ្អែមជ្រុលបាទឬមួយក៏អាហារដែលមានជាតិប្រេងខ្ពស់ទី4ការចិញ្ចឹមនិងការត្រួតពិនិត្យមាន់ស្រែអាចរកអាហារក្នុងស្រែឬក៏តាមទីជុំវិញផ្ទះឬក៏សួនច្បារតែបើយើងចង់ឲ្យមានផលប្រយោជន៍ខ្ពស់គួរកំណត់រយៈពេលចិញ្ចឹមដូចខាងក្រោមពេលព្រឹកឲ្យមាន់ចេញទៅរកអាហារតាមធម្មជាតិគឺអាចចឹកស៊ីផ្កាស្មៅឬមួយក៏ដង្កូវឬមួយក៏សត្វល្អិតផ្សេងដែលជាអាហារពេលព្រឹករបស់មាន់ហ្នឹងគឺមាន់ចេញដើររកស៊ីដោយខ្លួនឯងពេលល្ងាចកសិករគួរផ្ដល់ជំនួយបានន័យថាផ្ដល់អាហារបន្ថែមឲ្យមាន់ដើម្បីឲ្យមាន់នឹងមានការលូតលាស់លឿនសាច់ច្រើន
ការដាក់ទឹកស្អាតគួរផ្ដល់ទឹកឲ្យមាន់ផឹកសម្រាប់រៀងរាល់ថ្ងៃហ្នឹងឲ្យបានគ្រប់គ្រាន់វិធីត្រួតពិនិត្យសុខភាពមាន់តើកសិករគួរត្រួតពិនិត្យសុខភាពមាន់យ៉ាងដូចម្តេចខ្លះមើលពីលទ្ធភាពលូតលាស់តើមាន់របស់យើងលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែសភាពរបស់មាន់យើងយ៉ាងម៉េចដែរលូតលាស់ឬមួយក៏នៅត្រឹងមួយកន្លែងមើលថាតើសភាពមាន់របស់យើង stress ឬមួយក៏ស្រស់ស្រាយដើម្បីបញ្ជាក់ថាមាន់របស់យើងឈឺឬមួយក៏ខ្សោយដើម្បីងាយស្រួលក្នុងការព្យាបាលឬមួយក៏ផ្លាស់ប្ដូរឬក៏កែប្រែយ៉ាងណាធ្វើឲ្យមាន់របស់យើងនឹងមានសុខភាពល្អលូតលាស់បានលឿនឡើងវិញទី5ការការពារជំងឺនិងទប់ស្កាត់បញ្ហាសត្វល្អិតបញ្ហាជំងឺនិងសត្វល្អិតដែលអាចប៉ះពាល់ទៅដល់មាន់មានដូចជាជំងឺក្តៅខ្លួនរលាកភ្នែកគួរជៀសវាងកុំឲ្យមាន់ដើរកាត់ទឹកស្អុយឬក៏ផឹកទឹកស្អុយការពារជំងឺផ្ដាសាយមាន់ឬក៏ហៅថាជំងឺញូកាសដោយការចាក់វ៉ាក់សាំងដាក់ស្លឹកគ្រៃស្លឹកស្ដៅឬក៏ផ្លែស្លាទុំត្រាំទឹកឲ្យមាន់ផឹកដើម្បីបង្ការជំងឺផ្សេងជាយថាហេតុបំបត្តិសត្វល្អិតដែលធ្វើឲ្យប៉ះពាល់ទៅដល់មាន់ត្រូវបោសសម្អាតកន្លែងចិញ្ចឹមយ៉ាងទៀងទាត់វិធីការពាររៀបចំបរិស្ថានឲ្យបានល្អចាក់វ៉ាក់សាំងឲ្យមាន់ផ្ដល់អាហារឲ្យបានត្រឹមត្រូវឲ្យមាន់ត្រូវខ្យល់អាកាសបានល្អរស់នៅក្នុងបរិស្ថានដែលស្អាតមានអាហារសម្រាប់ផ្ដល់ជាតិសាច់អាហារការពារនិងអាហារធ្វើឲ្យឆ្អឹងរឹងមាំជាពិសេសគឺឲ្យមាន់ហ្នឹងដើរឲ្យបានត្រូវពន្លឺថ្ងៃដើម្បីឆ្អឹងរឹងមាំរបស់មាន់ហ្នឹងរឹងមាំបានល្អទី6ការចិញ្ចឹមមាន់សម្រាប់លក់អាយុមាន់ល្អសម្រាប់លក់គឺពី3ទៅ5ខែការជ្រើសរើសមាន់ល្អសម្រាប់លក់មាន់ដែលមានសាច់ច្រើននិងសុខភាពល្អមាន់ដែលមានសាច់ច្រើននិងសុខភាពល្អធ្វើឲ្យឈ្មួញក៏ដូចជាអតិថិជនតែគាត់ទិញមាន់យកទៅបរិភោគនោះគឺចាប់ចិត្តជាមួយនឹងសាច់មាន់ដែលមានរសជាតិឆ្ងាញ់តម្លៃលក់មាន់ស្រែគឺអាស្រ័យទៅតាមទីផ្សារដែលបានកំណត់តាមតំបន់របស់ប្រជាកសិករយើងរៀងៗខ្លួនវិធីលក់ដែលបានល្អគឺគួរលក់នៅតាមទីផ្សារកសិកម្មបើយើងមានមាន់ស្រែអញ្ចឹងយើងគួរលក់ទៅតាមទីផ្សារកសិកម្មធម្មជាតិឬមួយក៏លក់នៅតាមអនឡាញឬក៏សហការជាមួយនឹងអ្នកទិញដទៃទៀតដើម្បីឲ្យមាន់របស់កសិករយើងគឺលក់បានក្នុងតម្លៃដែលសមរម្យទី7អត្ថប្រយោជន៍នៃការចិញ្ចឹមមាន់ស្រែតើការចិញ្ចឹមមាន់ស្រែមានអត្ថប្រយោជន៍អ្វីខ្លះបាទការចិញ្ចឹមមាន់ស្រែធ្វើឲ្យកសិករយើងមានចំណូលខ្ពស់ដោយសារចំណាយតិចតួចបាទហើយមាន់ហ្នឹងគឺចេញរកអាហារបានដោយខ្លួនឯងសាច់មាន់គឺមានរសជាតិឆ្ងាញ់មាន់ស្រែគឺមានសាច់ល្អបាទកាត់បន្ថយការចំណាយដោយសារមាន់អាចរកចំណីដោយខ្លួនឯងការពារបរិស្ថានជួយបន្ថយកាកសំណល់ចាស់ដែលនៅសល់បែរថាកាកសំណល់ផ្ទះបាយហ្នឹងបាយឬមួយក៏បន្លែបង្ការនៅសល់ពីផ្ទះបាយគឺយើងអាចដាក់ឲ្យមាន់ធ្វើជាចំណីបានដូច្នេះការចិញ្ចឹមមាន់ជាជម្រើសមួយដ៏ល្អសម្រាប់បងប្អូនប្រជាកសិករដែលគាត់ចង់រកចំណូលបន្ថែមដោយប្រើវិធីសាស្ត្រចាស់បូកនឹងវិធីសាស្ត្រថ្មីប្រសិនបើគ្រប់គ្រងបានល្អកសិករអាចទទួលបានផលចំណូលខ្ពស់និងមានសាច់មាន់ដែលមានគុណភាពសម្រាប់ទីផ្សារផងដែរចូលរួមចែករំលែកអត្ថបទនេះនិងចូលរួមជាមួយនីតិកសិកម្មចិញ្ចឹមពស់ដើម្បីចែករំលែកចំណេះដឹងទៅដល់កសិករដទៃទៀត
បានដឹងទាំងអស់គ្នានឹងជួយឲ្យជីវភាពប្រជាកសិករយើងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ